បាទជំរាបសួរបងប្អូនបាទជាសាយផងបងប្អូនកែលោថាខ្ញុំចេះដឹងច្រើនជាងគេអញ្ចឹងតែធំមកយកបងប្អូនបាទឥឡូវនេះបាទចង់បង្ហាញពីស្ពានបាទនេះប្រាសាទរបស់យើងបាទអញ្ចឹងស្ពានហ្នឹងគឺវាមានផ្លូវទឹកកាត់ផ្ដាច់បើសិនជាយើងផ្ដាច់ស្ពានទី1នឹងបានគឺវាអត់មានផ្លូវឆ្លងទេបាទបើវាឆ្លងមកក៏ពិបាកដែរព្រោះវាមានអូមានបលាយអីវែងកាត់បាទវែងមែនទែនឥឡូវយើងទៅមើលស្ពានហ្នឹងសិនបាទស្ពានទី1បាទបងប្អូនបាទស្ពានបាទស្ពានហ្នឹងធំដែរបងចុងខាងជំនាញសិក្សាមើលទៅគាត់ថាបើផ្ដាច់អាហ្នឹងបានយើងធូព្រោះស្ពាននេះវាចេញមកពីស៊ីស្កេតហើយនឹងមកពីវិរិយរ័មអីស៊ីស្កេតអីគឺឆ្លងមកហ្នឹងឯងបើថាវាចង់មកខាងទឹកដៅព្រះភាបាទអញ្ចឹងផ្ដាច់អាហ្នឹងនេះហើយស្ពានហ្នឹងនេះបាទយើងទាញមកគឺវាចាក់វងទៅដល់តាថាវហើយផ្ទះក្រហមបាទហើយចំពោះផ្លូវទឹកនេះវាកាត់មកពីលើអញ្ចឹងបងប្អូនបាទនេះបាទកាត់មកហ្នឹងហើយកាត់ឡងរហូតមកដល់ភ្នំអញ្ចឹងបើវាចង់ឆ្លងក៏វាពិបាកដែរហើយនេះស្ពានទី2បាទអញ្ចឹងមូលហេតុដែលយើងផ្ដាច់ស្ពានទី2ដែរព្រោះដោយសារស្ពានទី2នេះវាមានផ្លូវបំបែកមួយនៅលើស្ពានទី1បាទអញ្ចឹងវាចាក់មកស្ពានទី2នេះអញ្ចឹងស្ពានទី2នេះក៏អត់ត្រូវទុកដែរព្រោះបើសិនជាយើងផ្ដាច់ស្ពានទី1វាអាចឆ្លងស្ពានទី2គ្រាន់តែថាវាទៅខាងផ្ទះក្រហមនឹងពិបាកតែប៉ុណ្ណឹងបាទតែបើផ្ដាច់ទី1ទី2បាទគឺអេមហ្មងបាទហើយតើយើងទៅនេះផ្លូវដែលបំបែកមកពីផ្លូវជាមួយស្ពានទី1បងប្អូនបាទលឿងស្ពានទី1បាទឥឡូវយើងទៅមើលកន្លែងបំបែកវាបំបែកខាងលើហ្នឹងបន្តិចបាទវាចុះមកព្រោះដោយសារវាធ្វើអញ្ចឹងដើម្បីកាត់មករោអាកន្លែងផ្លូវចាក់មករោភ្នំទ្រាប់បងប្អូនបាទនេះខាងវាចាក់មកពីស៊ីសកេតអីមកស៊ីសកេតអីមកឬក៏បរិរាមអីហ្នឹងគឺឆ្លងមកម្ដុំហ្នឹងហើយព្រោះផ្លូវហ្នឹងផ្លូវធំជាងគេបាទផ្លូវទឹកកាត់មកស្អាតហ្មងបាទនេះស្ពានទី3បាទស្ពានទី3នេះយើងការពារវាមកពីបន្ទាយផ្សេងមកជួរជើងភ្នំដងរែកហ្នឹងណាបាទអញ្ចឹងអានេះផ្លូវនេះវាលក្ខណៈបណ្ដោយភ្នំបាទស្ពានទី3អញ្ចឹងយើងកាត់អាហ្នឹងមួយទៀតមកវាពិបាកឆ្លងហើយព្រោះក្រៅពីហ្នឹងមានតែភ្នំហើយនឹងផ្លូវទឹកឯងផ្លូវទឹកធំដែរអញ្ចឹងនៅខែនេះខែផ្សារឡើយទេចាំបាក់ឆ្លងកាត់ដែរបាទចឹងចំពោះកូននេះចាំខ្ញុំដាក់នៅក្នុងព័ត៌មានខាងលើវីដេអូហ្នឹងបាទអរគុណបងប្អូនបាទជួយ share ផងបងប្អូនបាទអរគុណ